ខ្ញុំធ្វើដំណើរមកពីស្រុកឆ្ងាញ់ណាស់អស់រយៈពេល21ថ្ងៃហើយទៅតាមបណ្ដាំស្រីចាស់អ្នកបដិបត្តិធម៌ម្នាក់បាននិយាយប្រាប់អូនស្រីខ្ញុំពីវត្ថុទិព្វទាំង3យ៉ាងនោះគឺបាក់សាចេះនិយាយដើមឈើតន្ត្រីនិងទឹកលឿងពណ៌មាសថាមាននៅទីនេះតែលោកតាស្គាល់វត្ថុទិព្វទាំង3នេះដែរទេស្គាល់យើងស្គាល់ច្បាស់ណាស់ប៉ុន្តែទីកន្លែងនោះគ្មានអ្នកណាគេចង់ទៅទេវាមានគ្រោះថ្នាក់ណាស់យកល្អចៅត្រឡប់ទៅវិញទៅទេលោកតាខ្ញុំបានតាំងចិត្តរួចហើយថាត្រូវយកវត្ថុទិព្វទាំង3យ៉ាងនោះទៅឲ្យប្អូនស្រីជាទីស្រឡាញ់របស់ខ្ញុំព្រោះនាងចង់បានណាមួយខ្ញុំមានបំណងមករកបងប្រុសខ្ញុំប៉ាម៉ានដែលបានធ្វើដំណើរមកកាន់ទីនេះដែរតែលោកតាធ្លាប់បានជួបបងប្រុសខ្ញុំដែលបានធ្វើដំណើរមកទីនេះកាលពីជាង1ខែមុនដែរទេអ្នកកំឡោះម្នាក់នោះមានរូបរាងស្រស់សង្ហានណាស់គេពិតជាបានមកដល់ទីនេះមែនហើយបានសម្អាតពុកមាត់ឲ្យយើងទៀតផងគេបានធ្វើដំណើរទៅរកវត្ថុទិព្វទាំង3នោះហើយតាមការចង្អុលបង្ហាញរបស់យើងតែយើងក៏មិនដឹងថាគេស្លាប់ឬរស់យ៉ាងណាដែរដូច្នេះបើឯងចង់ទៅរកវត្ថុទិព្វទាំង3នោះចូលឯងចាំបណ្ដាំយើងឲ្យច្បាស់ឯងយកដុំដែកនេះបោះទៅខាងមុខហើយជីសេះដេញតាមឲ្យជាប់នឹងទៅដល់ជើងភ្នំនោះហើយបាទលោកតាតើបណ្ដាំនោះមានអ្វីខ្លះទៅសូមមានប្រសាមកចុះខ្ញុំនឹងធ្វើតាមមិនឲ្យខុសបណ្ដាំទេតាចាស់ពុកមាត់ស្ដាប់ឮដូច្នេះហើយក៏ពន្យល់ផ្ដែផ្ដាំព្រះអង្គម្ចាស់ប៉ែវីសឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់និងឲ្យធ្វើតាមអ្វីដែលគាត់ប្រាប់ដើម្បីបានរួចផុតពីគ្រោះថ្នាក់ព្រះអង្គម្ចាស់ប៉ែវីសបានធ្វើដំណើរតាមដុំដែកដែលរមៀលនោះទៅដល់ជើងភ្នំហើយឡើងទៅកាន់កំពូលភ្នំក៏បានឃើញដុំថ្មខ្មៅដែលនៅឈរតម្រៀបគ្នានោះទៀតព្រះអង្គក៏គិតក្នុងចិត្តថាតាមមើលទៅទីនេះជាចំណុចគ្រោះថ្នាក់ដូច្នេះយើងត្រូវតែផ្ចង់ស្មារតីឲ្យជាប់មិនត្រូវតក់ស្លុតទេនោះយើងប្រកាសជាបានឡើងទៅដល់កំពូលភ្នំយកវត្ថុទិព្វទាំង3នោះបានមិនខានប៉ាវីប្អូនប្រុសសម្លាញ់ប្អូនជួយបងផងបងប្រុសបងនៅណាតើមានរឿងអីទើបបងមកជាប់នៅទីនេះប្អូនអើយបើប្អូនចង់ជួយបងចូលប្អូនបែរក្រោយមកនឹងឃើញបងហើយព្រោះបងជាប់នៅនឹងគម្លាតថ្មនេះឯងព្រះអង្គម្ចាស់ប៉ែវីសដោយមានសេចក្តីចង់ជួយបងប្រុសពេកក៏ភ្លេចបណ្ដាំតាពុកមាត់ងាកក្រោយភ្លាមក៏ជួបគ្រោះថ្នាក់คล้ายជាថ្មខ្មៅមួយរំពេចជួយផងមិនក៏នៅសុកខ្ញុំដើរមិនរួចអញ្ចឹងបងប្រុសបងនៅណាជួយខ្ញុំផងបងប្រុសចង់រកបងប្រុសឯងគឺគេខ្លាចជាដុំថ្មនៅខាងស្ដាំដៃឯងនឹងហើយពួកឯងជាមនុស្សលោភលន់ចង់បានវត្ថុទិព្វរបស់យើងដូច្នេះពួកឯងត្រូវតែស្លាប់ទេព្រះអើយថ្ងៃនេះចង្ក្រង់បងប៉ែវីសបានឲ្យមកខ្ញុំបានដាច់រលាមិនរមូលចោលគ្នាទៀតទេបងប្រុសខ្ញុំប្រកាសជាខ្ញុំត្រូវចេញទៅរកបងប្រុសខ្ញុំទាំងពីរនាក់ព្រោះនេះជាកំហុសរបស់ខ្ញុំដែលបានចង់មានចំណងចង់បានវត្ថុទិព្វនោះដូច្នេះខ្ញុំត្រូវតែទៅរកដោយខ្លួនឯងហើយរកមធ្យោបាយជួយបងប្រុសខ្ញុំទាំងពីរមកវិញឲ្យបានខ្ញុំសូមគោរពធ្វើកិរិយាកិច្ចចំពោះលោកតាដ៏មានអាយុសូមអភ័យទោសផងចំពោះខ្ញុំមានការរំខានចង់សួរលោកតាបន្តិចប្លែកណាស់យើងបដិបត្តិធម៌នៅទីនេះអស់រយៈពេលច្រើនឆ្នាំមកហើយមិនដែលឃើញស្ត្រីណាហ៊ានធ្វើដំណើរមកទីនេះសោះ
ទើបតែឃើញនាងជាលើកទី1នេះឯង លោកតាមានប្រសាសន៍បែបនេះបានន័យថាអ្នកធ្លាប់មកកាន់ទីនេះសុទ្ធតែជាមនុស្សប្រុសទាំងអស់មែនទេលោកតា ត្រូវហើយអ្នកធ្វើដំណើរមកទីនេះគ្មានមនុស្សស្រីណាម្នាក់គេហ៊ានធ្វើដំណើរមកទេព្រោះវាគ្រោះថ្នាក់ណាស់តែចៅពិតជាក្លាហានមែនសូមសរសើរ លោកតាការក្លាហានរបស់ខ្ញុំមិនស្មើនឹងសេចក្តីក្លាហានរបស់បងប្រុសខ្ញុំទាំងពីរដែលលះបង់មកទីនេះដើម្បីរកវត្ថុទិព្វទាំង3យ៉ាងនេះទេលោកតាមានប្រសាសន៍គឺបង្ហាញច្បាស់ណាស់ថានៅទីនេះពិតជាមានវត្ថុទិព្វទាំង3យ៉ាងមែនតែអ្វីដែលខ្ញុំសោកស្ដាយគឺការចង់បានទៅតាមចំណង់ដោយមិនគិតពីការស្លាប់រស់របស់បងប្រុសខ្ញុំទាំងពីរធ្វើឲ្យខ្ញុំមានវិបដិសារីទើបធ្វើដំណើរមកទីនេះដើម្បីរកមធ្យោបាយជួយគាត់តើលោកតាធ្លាប់បានជួបមនុស្សប្រុសដែលមានរូបរាងសង្ហាកម្ពស់ប្រហាក់ប្រហែលគ្នាធ្វើដំណើរឆ្លងកាត់ទីនេះដែរទេ ជួបតាពិតជាបានជួបព្រមទាំងប្រាប់ផ្លូវឲ្យទៅរកវត្ថុទិព្វទាំង3នោះទៀតផងតែមើលទៅវាសនារបស់ពួកគេឆ្លងមិនផុតដោយតែបរោះមុនដែរ លោកតារស់នៅទីនេះជាច្រើនឆ្នាំខ្ញុំជឿថាលោកតាដឹងផ្លូវនិងវិធីទៅយកវត្ថុទិព្វទាំង3នោះច្បាស់ណាស់តែលោកតាអាចប្រាប់ខ្ញុំឲ្យលំអិតបន្តិចបានទេថាយើងគួរធ្វើយ៉ាងម៉េចទៅយកវត្ថុទិព្វទាំង3នោះបាន អើយតាមិនមែនប្រាប់ពីវិធីទៅយកវត្ថុទិព្វទាំង3លើកំពូលភ្នំនោះទេតែគេទាំងអស់គ្នាតែងតែភ្លេចបណ្ដាំតាជានិច្ចទើបធ្វើឲ្យមានគ្រោះថ្នាក់កើតឡើងបើចៅមាននិស្ស័យប្រកាសជាអាចទៅយកវត្ថុទិព្វទាំង3នោះបានតែអ្វីដែលចៅគួរចងចាំពេលដែលធ្វើដំណើរទៅចៅកុំខ្វល់ពីសំឡេងអ្វីទាំងអស់ដែលស្រែករំខានចៅឬជេរប្រមាថចៅគិតតែធ្វើដំណើរទៅមុខកុំឈប់កុំងាកក្រោយរហូតដល់លអាងភ្នំមួយដែលមានពន្លឺចែងចាំងខុសពីលអាងដទៃចូលទៅក្នុងលអាងនោះនឹងឃើញបាក់សាចេះនិយាយនៅក្នុងទ្រុងមាសហើយសួរនាំរកវត្ថុទៅពីមុខទៀតរួចចៅត្រូវរត់ចុះត្រឡប់មកវិញឲ្យលឿនមុនសូរិយាអស់ស្ដង់គុតហើយឡើងជិះសេះផាយទៅមុខរហូតមកដល់កន្លែងតាវិញនោះចៅនឹងផុតពីគ្រោះថ្នាក់ហើយ អរគុណលោកតាដែលបានប្រាប់ខ្ញុំបានយ៉ាងក្បោះក្បាយបែបនេះចុះសម្លេងដែលរំខានយើងនោះជាសម្លេងអ្វីតើខ្ញុំអាចប្រើមធ្យោបាយអ្វីដើម្បីទប់ទល់នឹងសម្លេងរំខាននោះបានទេ នោះគឺជារឿងរបស់ចៅដែលមានបញ្ញាវៃឆ្លាតដោះស្រាយបញ្ហាចំពោះមុខតាក៏មិនហ៊ានសន្និដ្ឋានថាចៅឆ្លងផុតដំណាក់កាលនោះរួចដែរឬអត់ដូច្នេះតាមានតែជូនពរចៅឲ្យរួចផុតពីគ្រោះថ្នាក់ផងចុះ ចាអរគុណលោកតាអញ្ចឹងចៅសូមជម្រាបលាសិនហើយ